គាត់បានបើកម៉ូតូដប់នាងចេញទៅខណៈនាងអោបគាត់ពីក្រោយទាំងទឹកមុខស្រងូតស្រងាត់បន្ទាប់មកនាងបានអង្គុយក្នុងថ្នាក់រៀនហើយគាត់ម្នាក់ទៀតបានដើរឆ្លងកាត់ខាងក្រោយគាត់បានដើរកាត់ក្នុងថ្នាក់រួចទៅអង្គុយចុះនាងបានងើបមុខសម្លឹងទៅគាត់ខណៈដែលគាត់ក៏សម្លឹងត្រឡប់មកនាងវិញដោយទឹកមុខមើងម៉ាត់គាត់បែរមុខមើលនាងដោយទឹកមុខសួរដេញដោលហើយនាងក៏មើលទៅគាត់វិញដោយការភ្ញាក់ផ្អើលនាងមើលទៅហាក់ដូចជាភ្ញាក់ផ្អើលខណៈដែលនាងកំពុងឈរនិយាយជាមួយគាត់នៅក្នុងថ្នាក់រៀនហើយនាងម្នាក់ទៀតបានលូកមាត់ណែនាំនាងទៅកាន់អ្នកដទៃនាងបង្ហាញអារម្មណ៍មិនពេញចិត្តខណៈនិយាយទៅកាន់នាងម្នាក់ទៀតអំពីនាងហ្វាន QQ ដោយប្រាប់នាងថានាងហ្វាន QQ កំពុងតាមនាងតាក់ទងនឹងគាត់នាងបង្ហាញអារម្មណ៍មិនពេញចិត្តយ៉ាងខ្លាំងនៅពេលនាងម្នាក់ទៀតកំពុងនិយាយអំពីបញ្ហាមួយខណៈគាត់បានបង្ហាញការយកចិត្តទុកដាក់ចំពោះនាងដោយជួយទប់នាងនៅលើឡានក្រុងដែលកំពុងធ្វើដំណើរហើយក្រោយមកក៏ឈរមើលថែនាងពេលនាងលុតជង្គង់ធ្វើការងារនៅក្រោមតុផៅដៃនាងលុតជង្គង់កាយត្រឹមរៅតុខណៈគាត់ឈរមើលនៅក្បែរហើយនាងក៏គិតក្នុងចិត្តសួរថាតើគាត់ពិតជាចូលចិត្តនាងមែនទេនាងគិតពិចារណាដោយសង្ស័យថាគាត់ស្រឡាញ់នាងមែនឬអត់ខណៈគាត់បានហុចខ្សែបូពណ៌ខៀវមួយឲ្យនាងហើយគាត់ក៏ហាក់ដូចជាមានការភ័ន្តច្រឡំឬមិនសូវយល់អ្វីមួយឡើយគាត់បង្ហាញភាពងឿងឆ្ងល់ដោយនិយាយថាគាត់មិនសូវយល់ទេបន្ទាប់មកគាត់មើលទៅហត់នឿយឬតានតឹងខណៈពាក់មួកសុវត្ថិភាពហើយសម្លឹងមើលទៅមុខដោយតាគិតពិចារណាគាត់សម្លឹងមើលទៅលើមួយសន្ទស្សមុននឹងនិយាយលួងលោមនាងថាគាត់នឹងមិនធ្វើបាបនាងឡើយខណៈដែលនាងសម្លឹងមើលគាត់ដោយក្តីបារម្ភគាត់និយាយធានាចំពោះនាងថាគាត់នឹងមិនធ្វើបាបនាងឡើយបន្ទាប់មកគាត់បានប៉ះកំភួនដៃនាងថ្នមដែលមើលទៅមានស្នាមជាមគាត់បានពិនិត្យមើលដៃដែលមានស្នាមជាមរបស់នាងរួចក៏ចាប់ដៃនាងខណៈគាត់ដែលពាក់មុខសុវត្ថិភាពបានឈររវាងពួកគេដោយទឹកមុខមិនសប្បាយចិត្តហើយគាត់ក៏សួរនាងថាតើគាត់ជាប្អូនប្រុសរបស់នាងមែនទេគាត់បានសួរសំណួរទៅកាន់នាងដោយទឹកមុខឆ្ងល់ខណៈពេលជាមួយគ្នានោះនាងបានស្រែកយំយ៉ាងខ្លាំងដោយការឈឺចាប់ហើយបរិសដែលពាក់មុខសុវត្ថិភាពក៏បង្ហាញទឹកមុខឈឺចាប់ផងដែរនាងបង្ហាញការឈឺចាប់យ៉ាងខ្លាំងរួចនាងក៏អង្គុយចុះដោយទឹកមុខក្រៀមក្រំខណៈគាត់ត្រូវបានគេឃើញពីខាងក្រោយនៅខាងក្រោយហើយមានការនិយាយអំពីរោមខ្លួនគាត់កំពុងស្ដាប់ការសន្ទនាអំពីរោមខ្លួនជាមួយទឹកមុខគិតគូរគាត់បង្ហាញទឹកមុខគិតពិចារណាខណៈនាងរៀបចំខ្លួនទាំងអៀនហើយគាត់ក៏ដើរចេញបន្តិចម្ដងនៅខាងក្រោយនាងមើលទៅហាក់ដូចជាកំពុងពិបាកចិត្តឬអៀនខ្មាស់ហើយយកដៃប៉ះមុខនឹងមាត់របស់នាងខណៈគាត់ស្ថិតនៅក្បែរនាងក្នុងបរិយាកាសដែលនាងមនុស្សច្រើននាងបង្ហាញភាពមួម៉ៅរឿងកំពុងជំពាក់ចិត្តនឹងរឿងអ្វីមួយខណៈគាត់កំពុងផឹកភេសជ្ជៈហើយគាត់ម្នាក់ទៀតមើលទៅហាក់កំពុងគិតគូរឬស្ដាប់ដោយយកចិត្តទុកដាក់នៅដំណោះស្រាយផ្សេងៗគាត់កំពុងពិភាក្សាដោយគិតពិចារណាអំពីលក្ខណៈសម្គាល់របស់មនុស្សម្នាក់ដោយរៀបរាប់ពីកូនតុក្កតាសត្វដោយព្យួរនៅលើកាបូបស្ពាយក្នុងរបស់បុគ្គលនោះកូនតុក្កតាចង់ជាប់កាតាបមួយត្រូវបានបង្ហាញបន្ទាប់មកគាត់កំពុងរត់គេចខ្លួនជាមួយភេសជ្ជៈមួយកែវខណៈអ្នកដែលនៅពីក្រោយគាត់ស្រែកហៅឲ្យគេចលុយហើយចុងក្រោយនរណាអ្នកកំពុងរមោទូរស័ព្ទអានអត្ថបទអំពីការកម្ចាត់រោមគាត់កំពុងស្វែងរកព័ត៌មានអំពីវិធីកម្ចាត់រោមដោយសុវត្ថិភាពដោយពិនិត្យមើលពីរបៀបដែលមិនធ្វើឲ្យខូចស្បែកការធានាសំណើមសម្រាប់ការកម្ចាត់រោមដោយថាមពលខ្ពស់និងហានិភ័យដែលអាចកើតមានដូចជាការលេចធ្លាយសារធាតុរាវឬឆ្លងចរន្តអគ្គិសនីគាត់កំពុងសរសេរកំណត់ចំណាំយ៉ាងផ្ចិតផ្ចង់ខណៈគិតពីស្ថានភាពលេចធ្លាយឬឆ្លងចរន្តអគ្គិសនីហើយបន្ទាប់មកទូគ្នាពីរនាក់កំពុងនិយាយគ្នាដោយម្នាក់ហាក់ដូចជាចង់ទាញចំណាប់អារម្មណ៍ពីអ្នកដទៃគាត់ព្យាយាមរុញច្រានតាមហ្វូងមនុស្សនៅក្នុងចណ្ដោយន្តខណៈដែលនាងមើលទៅភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទង្វើរបស់គាត់នាងភ្ញាក់ផ្អើលយ៉ាងខ្លាំងរួចនាងបើកទ្វារមើលទៅក្រៅមុនពេលបង្ហាញបង្អួចដែលបើកចំហមួយបង្អួចមួយបើកចំហហើយគាត់បានមើលទៅហ្វូងមនុស្សជាច្រើននៅក្នុងច្រករបៀងយ៉ាងណែនណានតាន់តាប់បន្ទាប់មកគាត់ម្នាក់ទៀតមើលទៅមុខដោយទឹកមុខគិតពិចារណាឬភ្ញាក់ផ្អើលបន្តិចគាត់កំពុងរៀបរករបស់របរក្នុងកាបូបរបស់គាត់ខណៈនាងឈរមើលដោយស្នាមញញឹមហើយគាត់ក៏បាននិយាយប្រាប់នាងអំពីភាពងាយស្រួលនៃការប្រើប្រាស់អ្វីមួយគាត់កំពុងនិយាយជាមួយនាងដោយបង្ហាញស្នាមក្រហមនៅលើដៃរបស់គាត់ខណៈដែលនាងស្ដាប់យ៉ាងយកចិត្តទុកដាក់គាត់មើលទៅហាក់បារម្ភចំណែកឯនាងម្នាក់បានជួយពាក់វ៉ែនតាឲ្យនាងម្នាក់ទៀតដែលមើលទៅក្រៀមក្រំព្រមទាំងលាបឡេនៅលើដៃរបស់នាងផងដែរនាងកំពុងលាបឡេលើដៃហើយមើលទៅហាក់ដូចជាគិតច្រើនឬមិនសូវយល់អ្វីមួយក្រោយមកនាងបាននិយាយជាមួយគាត់ក្នុងថ្នាក់រៀនដែលគាត់សួរថា
តើនាងចាំបាច់ត្រូវធ្វើរឿងធំដុំសម្រាប់គាត់ដល់ថ្នាក់នេះឬគាត់បានសួរនាងមួយសំណួរហើយនាងក៏បានជួយសម្អាតដៃរបស់គាត់យ៉ាងយកចិត្តទុកដាក់ខណៈដែលគាត់មើលទូដៃរបស់គាត់ដោយភ្ញាក់ផ្អើលបន្តិចហើយគាត់សម្គាល់ថាវាស្អាតខ្លាំងណាស់រីឯនាងនៅតែផ្ដោតអារម្មណ៍លើសកម្មភាពរបស់នាងសម្លឹងមើលដោយយកចិត្តទុកដាក់រួចនាងបានហួចរបស់អ្វីមួយទៅគាត់ដោយទឹកមុខញញឹមស្រទន់និងអៀននាងលេងសើចជាមួយគាត់ដោយប៉ះទ្រូងគាត់បន្តិចរួចបន្តប៉ះដៃគាត់ហាក់បីដូចជាចង់ដឹងពីប្រតិកម្មឬកម្លាំងរបស់គាត់បានចាប់ដៃនាងថ្នមខណៈទូគេឈរទល់មុខគ្នាសម្លឹងមើលគ្នាទៅវិញទៅមកដោយក្តីស្រឡាញ់និងភាពស្និទ្ធស្នាលនាងនិងគាត់ឈរទល់មុខគ្នាកាន់ដៃគ្នាដោយក្តីស្រឡាញ់ហើយសម្លឹងមើលភ្នែកគ្នាទៅវិញទៅមកមុនពេលរូបភាពរលត់បាត់